ពីគឺជាឃាតកររោគចិត្តលួចស្រឡាញ់គេតែម្នាក់ឯងតាមអេដ friend គ្រប់បណ្ដាញសង្គមនៅបានសេវរូបថតគេយកមកតាំងលើទូរស័ព្ទដៃនៅមិនអស់ចិត្តទៅតាមលួចមើលគេដល់ផ្ទះចៃដន្យឃើញអាកាសល្អទប់អារម្មណ៍ខ្លួនឯងមិនបានក៏ស្ទុះទៅចាប់បង្ខំនាងពេលនាងស្រែកឲ្យគេជួយភ័យពេកក៏ទាញកំបិតចាក់សម្លាប់នាងចោលតែម្ដងសាហាវខុសខើខ្លាំងមែនទែន Lauren មានអាយុ29ឆ្នាំនាងរស់នៅក្នុងរដ្ឋ Arizona ជាមនុស្សស្រីស្រឡាញ់ធម្មជាតិចូលចិត្តថតរូបនិងចូលចិត្តឡើងភ្នំនៅពេលព្រឹកនាងមានទម្លាប់ដើរហាត់ប្រាណនៅក្បែរផ្ទះប៉ុន្តែមិននឹកស្មានសោះថាឃាតកររងចាំធ្វើបាបនាងទាំងព្រឹកតែម្ដងនៅថ្ងៃទី28ខែមីនាឆ្នាំ2023នៅម៉ោង10ព្រឹក Lauren បានដើរហាត់ប្រាណនៅក្បែរផ្ទះដោយធម្មតាស្រាប់តែបាត់ដំណឹងនាងឈឹងមិនឃើញត្រឡប់មកផ្ទះវិញមិត្តរួមការងារបានខលទៅនាងជាច្រើនដងតែគ្មានអ្នកឆ្លើយតបស្អែកឡើងមានស្ត្រីម្នាក់ដើរហាត់ប្រាណនៅតាមផ្លូវនៅតំបន់នោះស្រាប់តែធំក្លិនចម្លែកនៅជាប់ផ្លូវពេលគាត់ដើរទៅពិនិត្យមើលស្រាប់តែឃើញសាកសពមនុស្សភ្លាមគាត់បានប្រញាប់ខលទៅ911រាយការណ៍ថាគាត់បានឃើញសាកសពមនុស្សស្រីដេកស្លាប់នៅក្បែរផ្លូវពេលកំពុងហាត់ប្រាណប៉ូលីសបានទៅដល់ទីតាំងកើតហេតុដែលរំពឹងថាវាគ្រាន់តែជាករណីគ្រោះថ្នាក់ចៃដន្យឬករណីគាំងបេះដូងអីប៉ុណ្ណោះប៉ុន្តែពេលទៅដល់ពិនិត្យសាកសពទើបដឹងថានេះគឺជាករណីឃាតកម្មសាកសពរបស់ Lauren ត្រូវបានរុំដោយបន្លាលួសខោអាវក៏រហែកអស់ហើយមានឈាមហូរប្រឡាក់តាមអាវទំនាប់ព្រមទាំងត្រូវបានគេចាប់រំលោភល្វែងខាងក្រោមផងដែរនាងត្រូវបានឃាតករចាក់សម្លាប់ចំនួន15កំបិតសោះសាច់តែម្ដងឃាតកម្មនេះកើតឡើងទាំងព្រឹកព្រលឹមនៅកន្លែងដែលអ្នកភូមិដើរហាត់ប្រាណទៅមកអត់ដាច់មិនមែនជាផ្លូវស្ងាត់ទេមិនគួរណាគ្មានមនុស្សឃើញអញ្ចឹងសោះនៅក្នុងកាមេរ៉ាសុវត្ថិភាពឃើញមានបរិសម្នាក់បានដើរតាមពីក្រោយឃ្លាំមើលនាងនៅស្រុកគេហៅថា stalker គឺស្រឡាញ់គេតាមដានគេដោយករណីតារាចម្រៀងនៅស្រុកយើងថ្ងៃមុនអញ្ចឹងវីដេអូនោះមិនសូវច្បាស់ទេប៉ូលីសពិបាកសម្គាល់ណាស់ថាជានរណាប៉ុន្តែបន្ទាប់ពីបង្ហោះរូបភាពនោះជាសាធារណៈមានសាក្សីខលមករាយការណ៍ប្រាប់ប៉ូលីសជាច្រើនអ្នកថាភិនភាគនេះគឺជាបរិសម្នាក់ដែលមានឈ្មោះថា William អាយុ22ឆ្នាំបុគ្គលម្នាក់នេះមានប្រវត្តិមិនល្អឡើយគេធ្លាប់ជាប់ចោទពីបទជួញដូរគ្រឿងញៀននិងប្រើប្រាស់អំពើហិង្សានៅថ្ងៃទី4ខែឧសភាឆ្នាំ2023ប៉ូលីសបានចុះទៅដល់អាផាតមិនរបស់ William កម្លាំងប៉ូលីសបានចុះព័ទ្ធជុំវិញផ្ទះរបស់គាត់និងបានស្រែកហៅឈ្មោះ William ឲ្យចុះមកប្រគល់ខ្លួនប៉ុន្មាននាទីក្រោយមក William ក៏ត្រូវបានប៉ូលីសឃាត់ខ្លួននៅក្នុងផ្ទះប៉ូលីសរកឃើញកាបូបស្ពាយដែល William ស្ពាយនៅថ្ងៃកើតហេតុនៅក្នុងនោះមានកូនកំបិតមួយដែល William ប្រើប្រាស់នៅក្នុងការធ្វើឃាត Lauren នៅពេលប៉ូលីសសួរនាំគេធ្វើដូចធម្មតាគ្មានដឹងខុសអីបន្តិចសោះឡើយប៉ូលីសរកឃើញថា William បានតាមដាន IG របស់ Lauren មួយរយៈធំហើយគេថែមទាំងបានសេវរូបថតរបស់នាងមកតាំងលើអេក្រង់ទូរស័ព្ទរបស់គេទៀត William មានចំណង់ខ្លាំងណាស់ចង់ប៉ះពាល់រាងកាយរបស់នាងប៉ុន្តែពេលនាងស្រែកហើយចង់តដៃគេក៏ចាក់សម្លាប់នាងចោលតែម្ដងបច្ចុប្បន្ន William កំពុងតែឃុំខ្លួនរងចាំការកាត់ក្តីភាគរយច្រើនឃាតករអាចនឹងត្រូវជាប់គុកអស់មួយជីវិតបងប្អូនទាំងគ្នាគ្រោះថ្នាក់អាចកើតឡើងគ្រប់ទីកន្លែងទាំងអស់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ប្រសិនបើអ្នកមានអារម្មណ៍ថាមានគេឃ្លាំមើលអ្នកសូមប្រញាប់រាយការណ៍ទៅកាន់ប៉ូលីសមួយទៀតពេលតាណាម៉ាណាសូមកុំដើរតែម្នាក់ឯង